ក្នុងកម្មវិធី Word យើងអាចបំលែងពីអត្ថបទធម្មតាបែបនេះទៅជាអត្ថបទដែលមានតារាងបាទទៅជាអត្ថបទដែលមានតារាងបែបនេះបាទដែលយើងប្រើប្រាស់ shortcut ងាយៗបាទអញ្ចឹងអ្នកទាំងនេះអាចតាមដានវីដេអូនេះបានបាទអត្ថបទរបស់យើងនេះគឺអត់ទាន់មានជា table ជាតារាងទេបាទអញ្ចឹងខ្ញុំចង់បានតារាងដែលខ្ញុំប្រើប្រាស់ shortcut នៅក្នុងកម្មវិធី Word បាទអញ្ចឹងដំបូងអ្នកទាំងនេះ select លើវាទាំងអស់មកបាទហើយអត្ថបទហ្នឹងគឺយើងអាច copy មកពីណាមួយបាទ copy ពីប្រភពណាមួយមកដាក់ក្នុងកម្មវិធី Word ហើយយើងចង់បង្កើតជា table ជាតារាងបាទអញ្ចឹងអ្នកទាំងនេះគ្រាន់តែ select លើវាទាំងអស់មកបាទ select លើវាទាំងអស់ហើយអ្នកទាំងនេះចុចAlt បាទនៅលើ keyboard របស់យើងហ្នឹងនេះ Alt បាទ Alt នៅខាងឆ្វេងបាទនៅលើ Windows គេហៅ Alt បាទពពួក MacBook វាមានពី option បាទអញ្ចឹងយើងគាត់ចុចពី Alt ហ្នឹងមួយមកបាទពេលចុច Alt ហើយវានឹងចេញបាទមុខងារច្រើនបាទវាចេញជាអក្សររៀងខ្មៅៗហ្នឹងអញ្ចឹងនៅកន្លែង insert ហ្នឹងមានអក្សរ N បាទមានន័យថាយើងចង់ចូល insert អញ្ចឹងចុចអក្សរ N មកបាទពេលចុចអក្សរ N ហើយនៅកន្លែងអក្សរ T បាទឃើញមាន table បាទអញ្ចឹងមានន័យថាបើអ្នកចង់បាន table ចុចអក្សរ T ទៀតបាទចុចអក្សរ T ទៀតអត់មានភូមិមួយអីគាត់ចុចមួយធម្មតាទេបាទពេលយើងចុចអក្សរ T ហើយវាចេញជា table មកឃើញទេបាទអញ្ចឹងអ្នកចង់ insert ចង់បញ្ចូល table តារាងហ្នឹងអ្នកចុចអក្សរ I បាទអញ្ចឹងវាមានជាអក្សរប្រាប់យើងតាមដំណាក់កាលមួយអញ្ចឹងចុចអក្សរ I មួយទៀតមកបាទអញ្ចឹងខ្ញុំក៏ចុចអក្សរ I ទៅវាបំលែងទៅជា table បាទឲ្យយើង automatic មកឃើញទេបាទអញ្ចឹងយើងបានទេយើងបានជា table ហើយអញ្ចឹងបើអ្នកទាំងនេះចង់សេរីឯកសារអ្នកទាំងនេះអាច select លើវានេះចុចកន្លែងសញ្ញាបូកនេះមក select all ចង់ដាក់វា center ចុចកន្លែង table layout នេះចុចកន្លែង center មកហើយវានៅកណ្ដាលអញ្ចឹងណាបើអ្នកទាំងចង់ដាក់ពណ៌ទៀតបាទ tempo select លើវាទាំងអស់មកហើយចុចកន្លែង table design បាទនេះយើងអាចរៀបរៀងឬក៏កែច្នៃបន្ថែមវាស្អាតទៀតណាបាទព្រោះពេលវាបង្កើតមកវាអត់សូវជាបាទស្អាតដូចយើងចង់បានអញ្ចឹងយើងត្រូវការថែមថយទៀតបាទចង់ឲ្យវាធំទៅយើងអាចទាញវាមកក្រោមទៀតមកឲ្យធំអូខេបាទអញ្ចឹងងាយៗបាទរបៀបដែលយើងបង្កើត table តារាងបាទដោយប្រើប្រាស់ shortcut បាទសូមអរគុណ